ภูมิដែលមនុស្សបោះបង់ចោលប្រែក្លាយទៅជាភូមិខ្មោចរឿងនៅថ្ងៃនេះដែរមានចំណងជើងថារឿងភូមិខ្មោចនៅថ្ងៃទំនេរពីការសិក្សាវណ្ណារាចិន្តាផៃនិងលក្ខណាបានបបួលគ្នាទៅបោះតង់នៅលើកោះដាច់ស្រមោលមួយនាដងទន្លេនៅលើកោះនោះមិនមានមនុស្សរស់នៅមានតែព្រៃឈើហើយមានភូមិបុរាណមួយដែលគេបោះបង់ចោលជាយូរមកហើយដោយសារជំងឺអាសន្នរោគមកដល់បច្ចុប្បន្ននេះនៅលើកោះនោះបានคล้ายទៅជាព្រៃស្មោសានទៅហើយពីព្រោះគ្មានមនុស្សហ៊ានរស់នៅទីកន្លែងនោះទៀតទេដោយសារតែព្រលឹងវិញ្ញាណខ្មោចអ្នកភូមិដែលស្លាប់ដោយសារតែជំងឺអាសន្នរោគនោះមិនទាន់សាបសូន្យនៅឡើយឆ្លងមកដល់លើកោះពួកគេបានធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់ព្រៃដ៏ក្រាស់ឃ្មឹកដែលមានតែប្រឡោះផ្លូវដ៏តូចមួយសម្រាប់ដើរចូលប៉ុណ្ណោះដោយវណ្ណារាគេជាអ្នកដឹកមុខហើយជាមនុស្សប្រុសតែចរិតស្រីដែលហត់នឿយនិងលំបាកខ្លាំងពេកគេក៏បានរអ៊ូរទាំដាក់វណ្ណារាថាដូចជាខ្វះកន្លែងដើរលេងណាស់អញ្ចឹងនៅមកនាំឯងដើរលុកលុយក្នុងព្រៃអីនេះមិនដឹងជាសប្បាយត្រង់ណាផងដោយទ្រាំមិនបានចិត្តណានាងក៏តបជំនួសវណ្ណារាទៅកាន់ផៃវិញថាចុះគេមានបកិតបខំឯងឯណាយ៉ាប់ណាស់បើបានជាមកឲ្យកុំរអ៊ូបើដឹងថាយ៉ាប់បែបនេះខ្ញុំក៏មិនមកដែរដោយឃើញអ្នកទាំងពីរកំពុងតែទាស់សម្ដីគ្នាបែបនេះលក្ខណៈនាងក៏និយាយទៅកាន់ពួកគេថាពួកយើងមកនេះគឺមកដើម្បីលំហែកុំដំឡើងសរសៃកដាក់គ្នាអីនាំតែខូចអារម្មណ៍ទេរីឯវណ្ណារាមិនចេញស្ដីអីទៀតឡើយមើលទៅគេដូចជាផ្ដោតទៅលើការធ្វើដំណើរទៅមុខនិងដោយស្មារតីប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពទាំងអស់គ្នាពីព្រោះគេជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ខ្លាំងណាស់កំពុងតែដើរក៏ស្រាប់តែផាយស្រែកយ៉ាងខ្លាំងទាំងភ័យខ្លាចព្រោះគេបានឃើញសត្វពស់នៅលើដើមឈើគេក៏រត់មកតោងដៃវណ្ណារាយ៉ាងស្អិតទាំងរពៀដូចជាមនុស្សស្រីអញ្ចឹងពស់នៅលើដើមឈើវណ្ណារាខំដែរហួសទៅពស់នោះវាមិនធ្វើអីយើងទេកុំស្លន់ស្លោអីចិន្តានាងមិនពេញចិត្តនឹងភាពកំសាករបស់ផៃបែបនេះតតែសោះនាងទៅចិត្តពេកក៏និយាយទៅកាន់ផៃដោយពាក្យសម្ដីរៀងធ្ងន់បន្តិចថាខ្លួនជាប្រុសទេតែរំអួយជាងស្រីទៅទៀតដោយគ្រាន់តែឃើញពស់នៅលើចុងឈើសោះស្រែកឡើងផ្អើលគេផ្អើលឯងផៃបានតបទៅចិន្តាវិញទាំងប្រកាន់ខឹងថាខ្ញុំឆ្ងល់ឯងណាចិន្តាខ្ញុំឃើញឯងដូចជាទៅនឹងខ្ញុំដល់ហើយឯងចង់យ៉ាងម៉េចជាមួយខ្ញុំឃើញមិត្តទាំងពីរនិយាយដាក់គ្នាបែបនេះលក្ខណៈមិនសប្បាយសោះនាងដកដង្ហើមធំរួចក៏និយាយសម្រួលពួកគេថាបានហើយប៉ុណ្្នឹងហើយនេះនៅក្នុងព្រៃណាសូមមេត្តាកុំឆ្លោះគ្នាអីពួកយើងគួរតែសាមគ្គីគ្នាហើយចូលមកព្រៃអញ្ចឹងគេមិនឲ្យនិយាយទេផ្ដាស់ទេផៃនិងចិន្តាក៏ស្ងាត់មាត់រៀងខ្លួនតែក៏នៅតែលួចសម្លក់ធ្វើមុខធ្វើមាត់ដាក់គ្នាម្នាក់នៅតែមានចិត្តគុំគួនមិនព្រមអធ្យាស្រ័យឲ្យគ្នាឡើយធ្វើដំណើរចូលមកដល់ក្នុងព្រៃជ្រៅបន្តិចក៏បានមកដល់កន្លែងដើមឈើដួលរលំមួយដើមមើលទៅទំនងពួកគេអាចនាំគ្នាជប់សម្រាកលើដើមឈើនោះសិនវណ្ណារាក៏បានទាញយកកាមេរ៉ាមកថតរូបដើមឈើនោះថតរួចហើយក៏ឆែកមើលរូបថតមើលរូបថតហើយធ្វើឲ្យគេមានការពិតភ័យយ៉ាងខ្លាំងគឺដោយសារតែអ្វីដែលពួកគេកំពុងតែអង្គុយពីលើនោះមិនមែនជាដើមឈើនោះទេការពិតវាគឺជាពស់យក្សដ៏ធំកំពុងតែសង្ងំស្ងៀមវណ្ណារាខំទប់អារម្មណ៍ទាំងស្មារតីធ្វើដូចជាគ្មានរឿងអ្វីដើម្បីកុំឲ្យមិត្តទាំង3របស់ខ្លួនភ័យខ្លាចនិងស្លន់ស្លោគេក៏និយាយទៅកាន់គ្នាថាមើលទៅអាកាសធាតុដូចជាមិនស្រួលទេពួកយើងឆាប់បកក្រោយទៅលក្ខណៈមើលទៅធម្មតាតាងឿងឆ្ងល់វណ្ណារាខ្ញុំថាពួកយើងបញ្ញាប់ចេញទៅកុំឲ្យហួសពេលនិយាយទាំងមើងម៉ាត់គ្រប់គ្នាក៏ធ្វើតាមសម្ដីរបស់វណ្ណារាទាំងមិនអស់ចិត្តគ្រប់គ្នាព្រោះអាកាសធាតុដូចជាមិនមានអ្វីខុសប្លែកពីធម្មតានោះឡើយដើរបានរៀងឆ្ងាយបន្តិចលក្ខណៈក៏លន់មាត់ពួកយើងដើរមកផ្លូវខុសទេដឹងចិន្តាខ្ញុំមានអារម្មណ៍ប្លែកដែរវណ្ណារាពួកយើងដើរមកផ្លូវខុសហើយពេលនោះ
ផៃហាក់ដូចជាភ្ញាក់ខ្លួនរឿងអ្វីមួយក៏លន់មាត់ស្លាប់ហើយខ្ញុំភ្លេចយកតង់មកខ្ញុំទុកនៅកន្លែងដើមឈើដួលមិញចិន្តាក៏ត្អូញត្អែទាំងទឹកមុខធុញទ្រាន់ថាខ្ញុំខ្ជិលដើរទីនោះណានេះឆ្ងាយណាស់ណាមិនមែនចិត្តឯណាវណ្ណារាបាននិយាយទាំងទឹកមុខមុតមាត់ថាពួកយើងមិនបាច់ទៅយកតង់នោះវិញទេដាច់ខាតគឺកុំទៅវិញឲ្យសោះកុំស្ដាយអីលក្ខណៈសួរទាំងធ្វើមុខងើយឆ្ងល់មិនចឹងទាំងអស់គ្នាមិនដឹងទេអ្វីដែលគ្រប់គ្នាឃើញថាជាដើមឈើហើយនាំគ្នាអង្គុយពីលើនោះតាមពិតគឺជាពូយៈដ៏ធំបើមិនជឿមើលរូបថតនេះទៅនិយាយហើយវណ្ណារាក៏បង្ហាញរូបថតឲ្យអ្នកទាំងអស់គ្នាមើលបានឃើញទើបនាំគ្នាភ័យខ្លួនជាក្រោយពេលនោះផៃក៏បានត្រហោយំទាំងនិយាយរៀបរាប់ថាព្រៃនេះគួរឲ្យខ្លាចណាស់ខ្ញុំចង់ទៅផ្ទះវិញខ្ញុំមិនចង់ស្លាប់នៅទីនេះទេលក្ខណៈពួកយើងមិនអាចបកក្រោយទេគឺមានតែទៅមុខប៉ុណ្ណោះពួកគេក៏បាននាំគ្នាធ្វើដំណើរទៅមុខទៀតហើយវណ្ណារាបាននិយាយតាមផ្លូវថាពួកយើងកុំអស់សង្ឃឹមឲ្យសោះណាទីនេះត្រឹមតែជាកោះតូចមួយទេពួកយើងគង់តែដល់ច្រាំងទេចិន្តាធ្វើមុខស្អុយបែរសម្លឹងទៅមើលជុំវិញខ្លួនទាំងនិយាយថាពេលនេះជិតយប់ហើយពួកយើងគេងនៅឯណាទៅបើមិនមានតង់ផងនោះវណ្ណារាយើងចេះតែដើរទៅមុខសិនទៅក្រែងទៅដល់ភូមិបានសុំគេស្នាក់អាស្រ័យខ្ញុំមិនជឿថានៅលើកោះនេះគ្មានភូមិទេពេលប្រលប់បែបនេះនៅក្នុងព្រៃឮសូរសម្រែកសត្វលាន់រំពងមិនដឹងថាជាសត្វអ្វីខ្លះនោះទេស្ដាប់ទៅគួរឲ្យស្រណោះនិងគួរឲ្យភ័យខ្លាចពួកគេទាំង4ក៏បានធ្វើដំណើរមកដល់ព្រៃកក់ខ្មោចនៅទីនោះមានភ្នោខ្មោចជាច្រើនកប់តម្រៀបគ្នាជាជួរគ្រាន់តែចូលមើលទៅដល់ឃើញភ្នោខ្មោចភ្លាមវណ្ណារាក៏លន់មាត់ថាពួកយើងមានសង្ឃឹមហើយឃើញទេមានភ្នោខ្មោចទេផៃឃើញភ្នោខ្មោចច្រើនបែបនេះភ័យខ្លាចណាស់ហើយគេបាននិយាយទៅកាន់វណ្ណារាថាឯងឈួតទេដឹងសង្ឃឹមអីទេភ្នោខ្មោចហ្នឹងគួរឲ្យខ្លាចសឹងអីហីចិន្តាក៏ស្ដីតបទៅផៃថាឯងហ្នឹងឯងទៅឈួតឯងមិនយល់វណ្ណារាគេនិយាយចង់បានន័យថាម៉េចទេមានភ្នោខ្មោចគឺមានភូមិប៉ុណ្ណឹងក៏មិនយល់ដែរហើយនៅថាគេឈួតទៀតនៅពេលនោះក៏ស្រាប់តែមានសំឡេងភ្លេងដង្ហែសពឬសូរល្វើយពីចម្ងាយអ្នកទាំង4ខំផ្ទៀងស្ដាប់រួចហើយក៏សម្លឹងមើលមុខគ្នារបៀបថាតើបានឮដូចគ្នាដែរឬអត់ភ្លាមនោះលក្ខណៈក៏លន់មាត់ឮសូរសំឡេងភ្លេងស្ដាប់ទៅព្រឺសម្បុរណាស់ចិត្តតាភ្លេងនេះជាភ្លេងដង្ហែសពពួកឯងមិនដឹងទេឬទីនេះជាព្រៃកក់ខ្មោចគេប្រហែលជាដង្ហែយកមកកប់នៅទីនេះហើយសំឡេងភ្លេងក៏កាន់តែឮខិតមកចិត្តទៅមិនយូរប៉ុន្មានក៏ស្រាប់តែមានក្បួនដង្ហែសពបានមកដល់កន្លែងពួកគេពិតមែនម្នាក់ប្លែកក្នុងចិត្តគ្រប់គ្នាព្រោះមិនដែលបានជួបប្រទះបែបនេះឡើយពេលនោះផៃក៏បាននាំអាតចូលទៅពួននៅគល់ឈើដ៏ធំមុនគេទៅ3នាក់ទៀតរត់ទៅពួនតាមក្រោយដោយនៅពួនផ្ដុំគ្នាហើយនាំគ្នាអាចក៏សម្លឹងទៅមើលក្បួនដង្ហែសពនោះវណ្ណារាក៏និយាយថាចម្លែកណាស់នៅទីនេះគេបញ្ចុះសពពេលយប់ចំណែកឯផៃវិញឃើញបែបនេះភ័យខ្លាចឡើងញាក់ដៃជើងហើយក៏បានឈ្មោះខិតទៅចិត្តវណ្ណារាទាំងនិយាយថាខ្ញុំធ្លាប់មើលកូនខ្មោចបែបនេះដូចនៅក្នុងរឿងណាស់ឮផៃនិយាយចេញមកដូច្នេះចិត្តដាក៏ខ្ទាស់ចិត្តភ្លាមរួចក៏តបទៅវិញថាហួសហេតុណាស់កុំយករឿងគុណមកនិយាយវាមិនដូចគ្នាទេក្បួនដង្ហែសពបានឆ្លងកាត់កន្លែងអ្នកទាំង4ដោយមានមនុស្សម្នាជាច្រើនជួយហែហមអោមដំណើរដោយម្នាក់សុទ្ធតែស្លៀកពាក់បុរាណក្បួនដង្ហែសពចេញហួសទៅដោយមិនបញ្ចុះសពនៅកន្លែងនេះទេដោយឃើញសភាពបែបនេះពួកគេសុទ្ធតែមានការសង្ស័យថាជាខ្មោចលងគ្រប់គ្នាលក្ខណៈក៏ផ្ដើមនិយាយពួកឯងមានគំនិតគិតដូចខ្ញុំឬអត់គ្រប់គ្នាចិន្តានិងផៃក៏ងក់ក្បាលអត់តែវណ្ណារាគេដូចជាស្ទាក់ស្ទើរនៅក្នុងចិត្តចិន្តាក៏សួរនាំទៅអ្នកទាំងអស់គ្នាថាអាចទេថាពួកគេជាខ្មោចវណ្ណារាប្រហែលជាទម្លាប់អ្នកស្រុកនេះដង្ហែសពពេលយប់អញ្ចឹងពួកយើង
ដើរទៅតាមផ្លូវគេដង្ហែសពនឹងមកទៅព្រោះភូមិប្រហែលជាមិនឆ្ងាយទៀតទេអ្នកទាំង4ក៏នាំគ្នាធ្វើដំណើរទៅតាមផ្លូវដែលគេដង្ហែសពមកទាំងអារម្មណ៍ព្រឺព្រួយមិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរចេញផុតពីព្រៃចូលមកដល់ដីស្រែគ្រាន់តែឃើញវាស្រែភ្លាមគ្រប់គ្នាសប្បាយយ៉ាងខ្លាំងអារម្មណ៍ភ័យខ្លាចទាំងប៉ុន្មានក៏បានរសាយបាត់ទៅវណ្ណារាក៏និយាយឃើញទេពួកយើងបានមកដល់ដីស្រែហើយចុះខ្លាចទៅគ្មានខ្មោចព្រាយអីទេពួកគេក៏បានបន្តដំណើរទៅមុខទៀតក៏បានឃើញផ្ទះតូចមួយមានដុតចង្គៀងផ្លុងនៅក្នុងនឹងអ្នកទាំង4ក៏បាននាំគ្នាចូលទៅដល់មុខផ្ទះក៏ស្រែកហៅម្ចាស់ផ្ទះពួកយើងមកពីចម្ងាយសូមអាស្រ័យនៅមួយយប់ផងបានទេពេលនោះមានស្ត្រីម្នាក់ស្លៀកពាក់បុរាណ3កូនដើរចេញពីក្នុងផ្ទះទាំងបំពេលួងកូនបណ្ដើរមកដល់ក៏សួរពួកគេទាំងសម្លឹងមើលពួកគេដោយទឹកមុខងឿងឆ្ងល់ហាក់ប្លែកក្នុងចិត្តថាពួកអ្នកមកពីណាមើលចោះដូចជាប្លែកអ្នកទាំង4ឃើញស្ត្រីស្លៀកពាក់បុរាណចេញមកបែបនេះក៏កើតការសង្ស័យនិងអារម្មណ៍ភ័យខ្លាចសារជាថ្មីពួកគេមើលមុខគ្នាព្រោះប្រចាំគ្នាក្នុងការឆ្លើយតបជាមួយនឹងស្ត្រីនោះដោយម្នាក់ខ្លាចមិនហ៊ាននិយាយជាមួយដោយសារតែបែបនេះវណ្ណារាក៏ចេញមកឆ្លើយថាពួកខ្ញុំជាអ្នកទីក្រុងបានវង្វេងមកទីនេះទីក្រុងស្អីខ្ញុំមិនដែលឮហើយពួកអ្នកស្លៀកពាក់អីក៏ចម្លែកម្ល៉េះលក្ខណៈក៏និយាយសឹបទៅកាន់គ្នាថាគាត់ដូចជាមនុស្សសម័យបុរាណទីនេះឆ្ងាយដាច់ស្រយាលទៅបុរាណបែបនេះមិនគួរឲ្យជឿទេថានៅមានបែបនេះវណ្ណារាពិតមែនហើយបើពួកយើងនិយាយមិនស្រួលគាត់ស្ដាប់យើងមិនយល់ទេស្ត្រីម្ចាស់ផ្ទះខំសម្លឹងមើលពួកគេដែលកំពុងសឹកគ្នាទាំងទឹកមុខដូចជាមិនទុកចិត្តនោះឡើយរួចក៏បានសួរពួកគេថាមនុស្សចម្លែកមកពីណាមិនគួរឲ្យទុកចិត្តសោះវណ្ណារាក៏បានពន្យល់ស្ត្រីនោះថាពួកខ្ញុំជាមនុស្សល្អទេពួកខ្ញុំមិនមានគំនិតអាក្រក់នោះទេពួកខ្ញុំវង្វេងផ្លូវពេលនេះយប់ហើយតែអាចឲ្យពួកខ្ញុំស្នាក់នៅមួយយប់បានដែរឬទេស្ត្រីនោះក៏តបវិញថាគ្មានកន្លែងឲ្យពួកអ្នកស្នាក់នៅទេផ្ទះខ្ញុំតូចចង្អៀតណាស់ទៅរកផ្ទះគេធំទៅហើយម្យ៉ាងនៅក្នុងភូមិកំពុងតែមានអសន្នរោគរាតត្បាតផងទុកចិត្តមិនបានទេវីវ៉ូនាំចម្លងអសន្នរោគនិយាយចប់នាងក៏ប្រញាប់ដើរចូលទៅក្នុងផ្ទះវិញនៅពេលចូលទៅដល់ខាងក្នុងទ្វារផ្ទះក៏បានបិទដោយខ្លួនឯងឃើញដូច្នេះអ្នកទាំង4ក៏បើកភ្នែកធំដាក់គ្នាព្រោះតែដឹងថាស្ត្រីម្នាក់នោះគឺជាខ្មោចដោយដែលសង្ស័យពិតមែនពួកគេភ័យខ្លាំងណាស់ចង់ស្រែកក៏មិនហ៊ានស្រែករួចក៏នាំគ្នាបោះពួយចេញទៅយ៉ាងលឿនមិនទាន់ចេញផុតពីមាត់របងផងក៏ស្រាប់តែឮសំឡេងស្ត្រីនោះបំពេកូនយ៉ាងក្រលួចតែម្ដងតាមពិតស្ត្រីម្នាក់នោះរួមទាំងខ្មោចទាំងអស់នៅក្នុងភូមិសុទ្ធតែស្លាប់ដោយសារតែជំងឺអសន្នរោគរាប់រយឆ្នាំមកហើយពួកគេគឺជាព្រលឹងវិញ្ញាណក៏ពិតមែនប៉ុន្តែតែងចាត់ទុកខ្លួនឯងដូចជាមនុស្សធម្មតាហើយមានសកម្មភាពដោយការដែលរស់នៅខុសត្រង់ដែលពួកគេបង្ហាញខ្លួនតែពេលយប់ពេលថ្ងៃភូមិបុរាណមួយនេះស្ងប់ស្ងាត់ដូចជាវាលរហោស្ថានមកដល់ឆ្ងាយផុតពីខ្ទមនោះពួកគេក៏នាំគ្នាឈប់ឲ្យបាត់ហត់ពួកគេម្នាក់ហត់បែកញើសជោកគ្រប់គ្នារីឯផៃវិញភ័យឡើងបះសក់ជ្រងតែម្ដងផៃក៏បាននិយាយទាំងហត់កខុសថាម៉ែអើយដូចជានៅក្នុងកុនណាឯងនេះស្អីក៏ដូចកុនដែរដល់ដំណាក់កាលនេះហើយឯងនៅតែមកទើសយើងទៀតនៅពេលនោះក៏ស្រាប់តែមានព្រះសង្ឃ2នាក់មកកាន់បាតដើរកាត់ពីមុខពួកគេនិងមានកូនសិស្សម្នាក់កាន់ចានស្រាក់ដើរពីក្រោយផងដែលសំដៅឆ្ពោះទៅកាន់ភូមិវណ្ណារាឃើញដូច្នេះក៏បានពោលដោយងាយឆ្ងល់ថាលោកនិមន្តបិណ្ឌបាតពេលយប់ចម្លែកណាស់លក្ខណៈមែនហើយមិនក៏អញ្ចឹងទីនេះចម្លែកណាស់វណ្ណារាយើងមិនដឹងរឿងរបស់ព្រះសង្ឃច្រើនទេរឿងឆ្ងល់ទឹកមួយឡែកសិនទៅតោះពួកយើងប្រញាប់ដើរទៅតាមលបងសិនទៅសុំវត្តស្នាក់នៅពួកគេក៏បានដើរតាមពីក្រោយលោករហូតចូលទៅដល់ក្នុងភូមិមួយនៅក្នុងភូមិមានផ្ទះសម្បែងតូចធំហើយសុទ្ធតែជាផ្ទះបុរាណមានមនុស្សម្នា
រស់នៅអ៊ូអធ្វើកិច្ចការងារដូចជាពេលថ្ងៃអញ្ចឹងហើយអ្នកភូមិទាំងអស់ក៏សុទ្ធតែស្លៀកពាក់សម្លៀកបំពាក់បុរាណផងដែរដើរកាត់ភូមិពួកគេឃើញមានតែផ្ទះបុរាណនិងមានតែមនុស្សស្លៀកពាក់បុរាណបែបនេះបាននាំគ្នាកើតការសង្ស័យភ្លាមថាភូមិនេះគឺជាភូមិខ្មោចតែគ្មានអ្នកណាហ៊ាននិយាយចេញមកនោះទេបានត្រឹមតែលាក់ក្នុងចិត្តទាំងភ័យខ្លាចហើយធ្វើមិនដឹងពួកគេទាំង4បានដើរតាមពីក្រោយលោករហូតដល់ក្នុងវត្តដោយមិនឲ្យលោកដឹងថាពួកគេដើរតាមនោះទេហើយក៏ព្យាយាមគេចពីភ្នែកអ្នកភូមិទាំងនោះផងដែរពីព្រោះពួកគេមិនប្រកាសក្នុងចិត្តនោះទេថាពួកគេជាខ្មោចឬក៏ជាមនុស្សឡើយមកដល់ក្នុងវត្តទើបពួកគេបបួលគ្នាទៅថ្វាយបង្គំលោកដើម្បីសុំកន្លែងស្នាក់អាស្រ័យពួកគេបានឃើញលោកតាមួយអង្គកំពុងតែបោសសម្រាមក្បែរកុដិក៏នាំគ្នាចូលទៅថ្វាយបង្គំលោកតាឃើញពួកគេស្លៀកពាក់ប្លែកក៏មានសង្ឃដីកាសួរពួកគេថាពួកញោមមកពីខាងណាមើលទៅដូចជាមិនមែនជាអ្នកស្រុកនេះទេវណ្ណារាក៏បានលើកដៃសំពះទាំងទូលតបទៅកាន់លោកថាខ្ញុំករណាមកពីទីក្រុងនាំគ្នាមកលំហែនគរនេះហើយក៏បានវង្វេងផ្លូវពេលនេះយប់ហើយគ្មានកន្លែងដេកគឺពួកកណាមកសុំលោកតាស្នាក់នៅមួយយប់ឬដូច្នេះលោកតាក៏ប្រែទឹកព្រះភ័ក្ត្រដូចជាមិនសូវសប្បាយប្រតិយទាល់តែសោះលោកដកដង្ហើមធំរួចក៏មានសង្ឃលេខាទាំងដាច់អហិង្ការទៅកាន់ពួកគេថាស្នាក់មិនបានទេពួកញោមឆាប់នាំគ្នាចេញឲ្យផុតពីភូមិនេះទៅឬសង្ឃដីកាលោកតាពួកគេក៏សម្លឹងមើលមុខគ្នាដោយយល់ថាលោកតាមានសង្ឃដីកាបែបនេះប្រកាសជាមានរឿងអ្វីមិនល្អសម្រាប់ពួកគេជាមិនខានចិន្តាក៏ទូលសួរលោកតាថាហេតុអីទៅលោកតាហាមាត់រៀបនឹងឆ្លើយក៏ស្រាប់តែមានអាចារ្យម្នាក់បានដើរមកមានរឹកពីខឹងក្រោតពីចម្ងាយមកដល់ក៏និយាយគំរោះគំរើយដាក់អ្នកទាំង4ថាមនុស្សចម្លែកមកពីណាឆាប់ចេញពីនេះទៅចេញទៅទុកចិត្តមិនបានទេវីវោនាំច្រឡំអសន្នរោគលោកតាឃើញអាចារ្យកំពុងតែខឹងក្រោតបែបនេះក៏និយាយសម្រួលថាអាត្មាឲ្យពួកគេចេញទៅហើយកុំបារម្ភអីតែឯងធ្វើចិត្តឲ្យត្រជាក់ទៅលោកតាក៏បែរមកសង្ឃដីកាប្រាប់ពួកគេវិញថាពួកឯងឆាប់នាំគ្នាចេញពីភូមិនេះឲ្យឆាប់ទៅមិនបង្អង់យូរពួកគេក៏នាំគ្នាថ្វាយបង្គំលាលោកតាចេញទៅមើលទៅអាចារ្យហាក់មិនអស់ចិត្តនឹងពួកគេតតែសោះដូចជាចង់ស្ទុះមកស៊ីសាច់ហត់ឈាមពួកគេទាំងរស់តែម្ដងនៅពេលដែលពួកគេកំពុងតែដើរចេញទៅគេឃើញលោកតាកំពុងតែជជែកជាមួយគ្នាជាមួយនឹងតាអាចារ្យនោះយ៉ាងតឹងសរសៃកមើលទៅដូចជាមិនដាច់ស្រេចគ្នាសោះនៅពេលកំពុងធ្វើដំណើរមិនទាន់ផុតពីរបងវត្តផងលក្ខណៈក៏និយាយមិនគួរឲ្យជឿនៅសុកក៏មកដល់ភូមិខ្មោចគួរឲ្យខ្លាចណាស់ផៃក៏សួរលក្ខណៈសូម្បីតែប្រសង់ផងមិនដែរទេលក្ខណៈក៏ងក់ក្បាលទាំងទឹកមុខអស់សង្ឃឹមពេលនោះចិន្តាក៏និយាយខ្ញុំខំរំពឹងលើព្រះសង្ឃតែបើព្រះសង្ឃជាខ្មោចតើពួកយើងទីពឹងលើអ្វីទៅវណ្ណារាតែខ្ញុំដូចជាមិនចង់ជឿសោះថាលោកជាខ្មោចពួកយើងនាំគ្នាពិសោធន៍ឲ្យដឹងការពិតសិនទៅហើយពិសោធន៍យ៉ាងម៉េចទៅវណ្ណារាក៏បបួលគ្នាចូលទៅក្នុងវត្តនោះនៅពេលចូលទៅដល់វណ្ណារាក៏បង្ក្រាបខ្លួនទាំងអស់គ្នាឲ្យមើលលោកតានិងតាអាចារ្យពីក្រោមជើងរៀងខ្លួនពួកគេបានឃើញថាលោកតានិងតាអាចារ្យមានមុខមាត់រលេះរលួយមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ក្រោយពីដឹងការពិតថាលោកតានិងតាអាចារ្យជាខ្មោចពួកគេពិតភ័យខ្លាំងណាស់ម្នាក់មានភាពស្លន់ស្លោហើយក៏បបួលគ្នាចេញទៅយ៉ាងលឿនកំពុងតែធ្វើដំណើរវណ្ណារាបាននិយាយតាមផ្លូវបណ្ដាថាពួកយើងត្រូវតែចេញពីទីនេះឲ្យបានលឿនបំផុតពេលនេះបើពួកខ្មោចដឹងថាពួកយើងចូលមកដល់ក្នុងភូមិនេះច្បាស់ជាអាសន្នមិនខានលក្ខណៈក្រឡេកទៅមើលសម្លៀកបំពាក់ហានៅលើរបងផ្ទះក៏និយាយទាំងចង្អោលទៅថានោះយើងលួចយកសម្លៀកបំពាក់នោះមកស្លៀកពាក់ទៅពួកយើងស្លៀកពាក់សម័យអញ្ចឹងមិនកើតទេរួចហើយក៏ដើរយកសម្លៀកបំពាក់ទាំងនោះយកមកចែកគ្នាស្លៀកពាក់រួចរាល់អស់ហើយក៏នាំគ្នាបន្តដំណើរទៅមុខពួកគេបានធ្វើដំណើរមកដល់ផ្សារខ្មោចនៅផ្សារខ្មោចឃើញមានខ្មោចអ៊ូអរច្រើនណាស់មើលទៅមិនសមថាជាខ្មោចសោះ
ដោយមានអ្នកលក់មានអ្នកទិញមានទាំងចិនមានទាំងចាមនៅផ្សារខ្មោចមានមុខទំនិញជាច្រើនបន្លែត្រីសាច់គ្រឿងទេសសំពត់ខោអាវសពបែបយ៉ាងហើយអ្វីៗគឺជារបៀបបុរាណទាំងអស់ពួកគេទាំង4សុទ្ធតែសង់អារម្មណ៍ជាមួយនឹងទស្សនវិជ្ជានៃផ្សារខ្មោចភ្លេចអារម្មណ៍ភ័យខ្លាចផៃក៏លន់មាត់ថាស្លាប់ហើយគឺដូចជាការឆ្លងភពមកដល់អតីតកាលនៅក្នុងរឿងគុណតែគួរឲ្យស្ដាយណាស់ព្រោះនេះជាភូមិខ្មោចចិន្តាក៏តបទៅផៃរបៀបលេងសើចដែរចាប់អារម្មណ៍មែនទេចឹងឯងណានេះទៅផៃក៏តបទៅចិន្តាវិញទាំងពាក្យត្រគោះបោកបកថាហើយវាយ៉ាងម៉េចទៀតឯងឃើញតែតោអត់ឈប់សោះឯងនេះដូចជាខ្មោចតាមចង់កម្មពីអញ្ចឹងគួរឲ្យធុញណាស់ដោយផៃនិយាយខ្លាំងពួកខ្មោចដែលនៅជិតនោះក៏នាំគ្នាសម្លឹងមើលពួកគេវណ្ណាពួកខ្មោចទាំងនោះមើលដឹងថាអ្នកទាំង4គឺជាមនុស្សរួចហើយក៏ផ្អើលដឹងដល់ខ្មោចទាំងអស់នៅក្នុងផ្សារមិនបង្អង់ក្រោយពីដឹងថាមានមនុស្សចូលមកហើយពួកខ្មោចទាំងឡាយក៏ព្រួតគ្នាមកចោមរោមអ្នកទាំង4ដោយទឹកមុខមុតមមនិងកាចសាហាវកន្លងមកនៅពេលមានមនុស្សចូលមកប្រកាសជាត្រូវសម្លាប់ដោយពួកខ្មោចជាមិនខានពីព្រោះគេចង់ឲ្យក្នុងភូមិមានសមាជិកថ្មីគេសម្លាប់មនុស្សដើម្បីឲ្យស្លាប់ខ្លាចទៅជាខ្មោចរស់នៅក្នុងភូមិជាមួយនឹងពួកគេដោយឃើញពួកគេចូលមកចោមរោមជាច្រើនបែបនេះអ្នកទាំង4ពិតភ័យយ៉ាងខ្លាំងជាពិសេសគឺភ័យតែម្ដងពួកខ្មោចខ្លះបាននិយាយថានឹងសម្លាប់ពួកឯងខ្លះថាខានសម្លាប់មនុស្សយូរហើយពួកឯងនឹងមិនរួចខ្លួននោះទេឯខ្លះទៀតនិយាយថានៅក្នុងភូមិយើងបានកើនសមាជិកថ្មីហើយពួកខ្មោចបាននាំគ្នានិយាយជជែកចចាចដោយចាបចូលសម្បុកពីព្រោះមិនងាយមានមនុស្សចូលមកដល់ទីកន្លែងពួកគេនោះទេនៅពេលឃើញខ្មោចមកចោមរោមជុំចិត្តបែបនេះចិន្តាក៏បានពោលថាគិតយ៉ាងម៉េចទៅពួកគេប្រកាសជាសម្លាប់ពួកយើងមិនខានវណ្ណារាគេខំពង្រឹងស្មារតីទាំងជំហររួចហើយក៏និយាយទៅកាន់ពួកខ្មោចទុកជីវិតឲ្យពួកខ្ញុំផងកុំសម្លាប់ពួកខ្ញុំអីនៅពេលខ្មោចចាស់ម្នាក់ដែលជាមេភូមិក៏បានចេញមកឆ្លើយថាមកដល់ទីនេះឯងត្រូវតែស្លាប់ឮដូច្នេះផៃក៏បានរកដៃសំពះសុំអង្វរពួកខ្មោចថាទេពួកខ្ញុំមិនចង់ស្លាប់នៅទីនេះទេបើខ្ញុំស្លាប់នោះបានអ្នកណាជួយមើលថែឪពុកម្ដាយខ្ញុំទៅសូមទុកជីវិតឲ្យពួកខ្ញុំផងខ្ញុំមិនចង់ស្លាប់ទេមានខ្មោចយាយចាស់ម្នាក់កំពុងតែអរំភើបព្រោះចិត្តបានសមាជិកថ្មីនៅក្នុងភូមិរបស់ខ្លួនពេលនោះគាត់ក៏បានថ្លែងទៅកាន់អ្នកទាំង4ទាំងទឹកមុខញញឹមថារាប់រយឆ្នាំហើយសមាជិកថ្មីក្នុងភូមិនេះមិនកើនសោះបានពួកឯងមកដល់ទីនេះក្នុងភូមិកើនសមាជិកថ្មីហើយពួកឯងត្រូវតែស្លាប់ដើម្បីខ្លាចជាអ្នកភូមិថ្មីជាមួយនឹងពួកយើងកុំខ្លាចអីស្លាប់ទៅណាចិន្តាក៏ប្រកែកឡើងញ័រមាត់ថាទេខ្ញុំមិនចង់ស្លាប់ទេផៃក៏បន្ថែមពិតមែនហើយទុកជីវិតឲ្យពួកខ្ញុំទៅពួកអ្នកត្រូវការអីពួកខ្ញុំរកជូនឬក៏ឲ្យតែធ្វើអ្វីក៏ព្រមដែរមេភូមិខ្មោចក៏បាននិយាយខ្សឹបខ្សៀវពិភាក្សាជាមួយនឹងគ្នារួចហើយក៏បាននិយាយទៅកាន់ពួកអ្នកទាំង4ថាយើងយល់ព្រមទុកជីវិតឲ្យពួកឯងក៏បានប៉ុន្តែពួកឯងត្រូវធ្វើរឿងមួយជាការដោះដូរវណ្ណារាក៏សួរតែឲ្យពួកខ្ញុំធ្វើអ្វីទៅមេភូមិខ្មោចក៏ឆ្លើយថាពួកឯងត្រូវតែរកជីវិតមនុស្សមកដោះដូរគឺត្រូវរកមកឲ្យបានច្រើនអ្នកទើបយើងយល់ព្រមទឹកជីវិតឲ្យពួកឯងបើយល់ព្រមយើងដោះលែងគ្នាឯងម្នាក់ឲ្យចេញទៅបញ្ឆោតមនុស្សមកទីនេះសិននៅពេលមានមនុស្សមកទើបយើងដោះលែងពួកឯងទាំង3នាក់ទៀតអ្នកទាំង4ក៏ពិគ្រោះគ្នាវណ្ណារាផ្ដើមសួរតិចទៅកាន់គ្នាថាពួកយើងគិតមិនទៅផៃក៏បញ្ញាប់ឆ្លើយតបជាមួយនឹងមេភូមិព្រោះភាពអាត្មានិយមរបស់ខ្លួនថាទុកឲ្យខ្ញុំទៅជាអ្នកបញ្ឆោតមនុស្សមកជឿជាក់លើខ្ញុំចុះខ្ញុំនឹងនាំមនុស្សឲ្យមកច្រើនឮផៃនិយាយចេញមកបែបនេះគេគ្រប់គ្នាមានការហួសចិត្តយ៉ាងខ្លាំងដោយមិននឹកស្មានថាផៃមានកម្រិតបែបនេះតតែសោះអ្នកកណាបានក្រវីក្បាលដោយក្តីហួសចិត្តរួចក៏បានខ្សឹបសួរផៃថានេះផៃប្រុងធ្វើមែនតើណាគឺតលតែរកមនុស្សមកបដូរទៅពួកយើងឯងរួចខ្លួនផៃមិនខ្វល់ថាគ្រប់គ្នាគិតមកលើខ្លួនជាមនុស្សបែបណានោះទេសំខាន់គេធ្វើនេះដើម្បីឲ្យគេរួចខ្លួនតែប៉ុណ្ណោះ
ពេលនោះវណ្ណារាក៏បានចេញមកសុំខ្លួនធ្វើជាអ្នកទៅបញ្ឆោតមនុស្សវិញថាផៃមិនទៅទេទុកឲ្យខ្ញុំជាអ្នកទៅវិញល្អជាងខ្ញុំនឹងនាំមនុស្សមកទីនេះឲ្យបានច្រើនពួកយើងនឹងបានរួចខ្លួនទាំងអស់គ្នានៅពេលដែលវណ្ណារាទទួលខ្លួនដើម្បីចេញទៅអូសទាញបញ្ឆោតអ្នកដតីមកបដូរស្លាប់ជំនួសបែបនេះលក្ខណៈក៏ប្រតិកម្មភ្លាមថាវណ្ណារាដែលខ្ញុំគិតថាជាមនុស្សត្រឹមត្រូវបែរជាសុំខ្លួនធ្វើរឿងអាត្មានិយមបែបនេះទៅវិញចំពោះខ្ញុំសុខចិត្តស្លាប់ខ្ញុំមិនយកអ្នកដតីមកបដូរស្លាប់ជំនួសខ្ញុំដែរពាក្យសម្ដីលក្ខណៈបានប៉ះត្រូវចំណុចផៃធ្វើឲ្យគេភ្ញាក់ខ្លួនរួចក៏អោនមុខចោះដោយខ្មាស់អៀនផ្ទុយទៅវិញចំពោះវណ្ណារាគ្មានគំនិតអ្វីបន្តិចនោះឡើយព្រោះគេមិនមានគំនិតដូចនេះសោះវណ្ណារាក៏បានបកស្រាយប្រាប់តាមរយៈសារក្នុងទូរស័ព្ទប្រាប់អ្នកទាំង3ថាខ្ញុំចេញទៅខ្ញុំនឹងរកមធ្យោបាយផ្សេងដើម្បីរំដោះពួកអ្នកទាំងអស់គ្នាសូមអ្នកទាំងអស់គ្នានៅទីនេះសិនចុះខ្ញុំមិនយកជីវិតអ្នកដទៃមកបដូរនោះទេក្រោយពីបើកទូរស័ព្ទមើលសារហើយអ្នកទាំង3ក៏យល់អំពីគោលបំណងរបស់វណ្ណារារួចក៏ឯកភាពគ្នាឲ្យវណ្ណារាជាអ្នកចេញទៅវណ្ណារាក៏បាននិយាយទៅកាន់មេភូមិខ្មោចថាខ្ញុំជាអ្នកចេញទៅរកមនុស្សមកបដូរមេភូមិខ្មោចសាច់បន្តិចដោយកំណាចទើបឆ្លើយតបវិញថាឯងត្រូវតែរកឲ្យបានច្រើនបើមិនអញ្ចឹងទេគ្នាឯងនឹងស្លាប់ជាមិនខានពួកខ្មោចក៏បានជួយដំណើរវណ្ណារារហូតផុតចេញពីភូមិចំណែកឯគ្នារបស់គេទាំង3នាក់ត្រូវពួកខ្មោចយកទៅឃុំខ្លួននៅទីកន្លែងសម្ងាត់មួយនោះវណ្ណារាក៏បានចេញផុតឆ្ងាយពីភូមិហើយក៏ខំដើរទៅមុខឆ្ពោះទៅកាន់មាត់ច្រាំងទន្លេដើរបណ្ដើរគេរីរោគវិធីដើម្បីជួយគ្នាទាំង3នាក់បណ្ដើរជីវិតរបស់ពួកគេពឹងផ្អែកលើខ្ញុំហើយតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅណោះចំណែកឯលក្ខណៈចិន្តាផៃកំពុងតែស្ថិតនៅក្នុងទីងងឹតមួយតែពួកគេមិនដឹងថាជាទីកន្លែងណានោះទេហើយពួកគេឧស្សាហ៍ឮសូរសំឡេងសូត្រធម៌ណាស់ផៃបានបើកពិលទូរស័ព្ទបញ្ចាំងមើលជុំវិញខ្លួនទើបដឹងថាពួកគេកំពុងស្ថិតនៅក្នុងបន្ទប់4ជ្រុងយ៉ាងតូចចង្អៀតនិងមានព្រះកេសនៃព្រះពុទ្ធបដិមាជាច្រើនអង្គនៅក្នុងនឹងឃើញដូច្នេះផៃក៏លន់មាត់យីហេតុអីក៏មានព្រះកេសពុទ្ធបដិមានៅទីនេះលក្ខណៈក៏លន់មាត់ដែរថាអ្នកណាកាត់ព្រះកេសហើយយកមកដាក់លាក់នៅក្នុងទីនេះវិញទៅណោះលោកតាកំពុងតែបោះជូតនៅក្នុងព្រះវិហារលោកឃើញទ្វារក្រោយបល្ល័ង្កព្រះបិទចិត្តខុសប្រក្តីក៏និមន្តចូលទៅមើលឃើញទ្វារក្រោយបល្ល័ង្កចាក់សោជាប់ក៏មានសង្ឃដីកាតែមួយព្រះអង្គឯងថាពួកនោះចាប់មនុស្សមកពីណាមកឃុំឃាំងទៀតហើយពិតជាសាងបព្វកម្មមែនទោះបីជាដឹងថាមានមនុស្សដែលជាប់ឃុំនៅក្រោមបល្ល័ង្កក្តីក៏លោកមិនហ៊ានដោះលែងជួយសង្គ្រោះដែរពីព្រោះពួកខ្មោចភូមិទាំងអស់កាយសាហាវខ្លាំងណាស់ទោះជាយ៉ាងណាក៏ពួកគេគេចមិនផុតពីខ្មោចទាំងនោះដែរព្រះកេសទាំងអស់ដែលពួកគេបានឃើញគឺជាព្រះកេសព្រះនៅលើបល្ល័ង្កដែលពួកគេកំពុងជាប់ឃុំឃាំងនៅឯមូលហេតុដែលព្រះកេសត្រូវបានកាច់បំបាក់មកលាក់ក្រោមបល្ល័ង្កពីព្រោះការនោះនៅក្នុងភូមិកំពុងតែវឹកវរដោយសារតែគ្រោះអសន្នរោគយ៉ាងខ្លាំងពួកអ្នកភូមិស្លាប់អស់ជាច្រើនពួកគេគ្មានអ្វីទីពឹងក្រៅពីបនព្រះជួយឲ្យជាផុតពីជំងឺគ្រោះចង្រៃនោះទេតែមិនឃើញព្រះជួយសោះអសន្នរោគនៅតែសម្លាប់ពួកអ្នកភូមិជាបន្តបន្ទាប់អ្នកដែលរស់នៅទាំងអស់មិនទាន់ផុតជំងឺក៏សម្រេចចិត្តចាក់ចែងពីភូមិដើម្បីគេចអំពីអសន្នរោគដោយការឈឺចាប់និងអស់ជំនឿចិត្តជាមួយនឹងព្រះមុននឹងចាក់ចេញពួកគេក៏បានវិបំបាក់ព្រះកេសបដិមាតែម្ដងទៅវណ្ណារាបានធ្វើដំណើរមកច្រាំងទន្លេតែគេក៏មិនសប្បាយចិត្តទាល់តែសោះបើទោះជាគេអាចយកឬខ្លួនបានក៏ដោយព្រោះមិត្តរបស់គេកំពុងតែនៅក្នុងសភាពគ្រោះថ្នាក់គេក៏បានអង្គុយឈប់សម្រាកនៅក្រោមដើមឈើមួយដើមនៅក្បែរមាត់ទន្លេនៅសុកក៏គិតឆ្ងល់តែម្នាក់ឯងថាហេតុអីបានជាមានព្រះសង្ឃខ្មោចហើយពួកគេមិនខ្លាចព្រះទេឬវណ្ណារាក៏នឹកបារម្ភដល់ពួកមិត្តទាំង3របស់ខ្លួនណាស់គេក៏បានយកទូរស័ព្ទខលទៅលក្ខណៈតែនៅទីនោះយ៉ាងម៉េចហើយនៅទីនេះពួកខ្មោចបានយកពួកខ្ញុំមកឃុំនៅក្នុងបន្ទប់ងងឹតមួយមិនដឹងថានៅទីនេះកន្លែងណានោះទេតែខ្ញុំឃើញព្រះកេសពុទ្ធបដិមានៅក្នុងនឹងច្រើនណាស់កំរំអីណាធ្វើចិត្តឲ្យត្រជាក់ទៅខ្ញុំកំពុងតែរកវិធីជួយអ្នកទាំងអស់គ្នាហើយ
ក្រោយពីបាននិយាយទូរស័ព្ទរួចគេក៏នឹកទៅដល់ឃ្លាដែលលក្ខណៈប្រាប់ថានៅទីនោះមានប្រកាសព្រះធ្វើឲ្យគេគិតសង្ស័យថាពួកខ្មោចច្បាស់ជាយកមិត្តគេទៅឃុំឃាំងនៅក្នុងវត្តជាមិនខានវណ្ណារារោគនឹកមិនឃើញអំពីវិធីសាស្ត្រដែលអាចជួយសង្គ្រោះមិត្តរបស់ខ្លួនតតែសោះគេក៏សម្រេចចិត្តថានឹងចូលទៅភូមិខ្មោចវិញទោះបដូរជីវិតក៏ត្រូវតែជួយរំដោះមិត្តទាំង3របស់ខ្លួនឲ្យបានគេសច្ចាថាបើទោះជាស្លាប់ក៏ត្រូវតែស្លាប់ជាមួយនឹងគ្នាដែរគេមិនអាចយករស់តែខ្លួនឯងដោយទុកមិត្តភ័ក្តិរបស់ខ្លួនស្លាប់នោះទេគិតហើយក៏បានធ្វើដំណើរត្រឡប់ទៅកាន់ភូមិខ្មោចវិញដោយគោលដៅឆ្ពោះទៅកាន់វត្តព្រោះគេសង្ស័យថាពួកខ្មោចយកគ្នារបស់គេទៅឃុំខ្លួននៅទីនោះវណ្ណារាបានចូលទៅក្នុងភូមិដោយប្រុងប្រយ័ត្នមិនឲ្យពួកខ្មោចដឹងរឿងរហូតចូលទៅដល់ក្នុងវត្តគេក៏បានដើរស្វែងរកកន្លែងដែលពួកខ្មោចឃុំមិត្តរបស់ខ្លួនជាដំបូងគេក៏បានដើរតម្រង់ទៅកាន់ព្រះវិហារតែសំណាងអាក្រក់ខ្មោចតាអាចារ្យបានឃើញគេដើរចូលខ្មោចតាអាចារ្យក៏ប្រញាប់ដើរតម្រង់មករកគេយ៉ាងលឿនទាំងទឹកមុខមុតមមគួរឲ្យខ្លាចដើរចូលមកហើយក៏និយាយដាក់វណ្ណារាថាលើកនេះឯងប្រកាសជាស្លាប់មិនខានឯងត្រូវតែស្លាប់ធ្វើជាខ្មោចក្មេងវត្តនៅទីនេះហាហាហាខ្មោចតាអាចារ្យសើចដោយកំណាចខ្មោចតាអាចារ្យបានលូកដៃទៅច្របាច់កវណ្ណារាដែលកំពុងតែប្រងព្រាកខ្លួនដើម្បីរត់នៅពេលឃើញតាអាចារ្យលូកដៃមកគេក៏ប្រញាប់រត់ទៅយ៉ាងលឿនរត់ចិត្តបានរួចខ្លួនទៅហើយវណ្ណារាក៏តាក់ជើងជាមួយនឹងឫសឈើដួលផ្កាប់មុខបណ្ដាឲ្យខ្មោចតាអាចារ្យចាប់ច្របាច់កគេបានកំពុងតែថប់ដង្ហើមវណ្ណារាបានក្រឡេកមើលឃើញដំបងនៅក្បែរដៃក៏ប្រវេប្រវាចាប់កាន់ដំបងនោះយកមកវាយសំពងខ្មោចតាអាចារ្យរហូតខ្មោចតាអាចារ្យទ្រាំលែងបានប្រឡែងដៃពីកវណ្ណារាដំបងនៅនឹងដៃស្រាប់ឈៀតឱកាសខ្មោចតាអាចារ្យកំពុងតែខ្សោយវណ្ណារាក៏វាយខ្មោចតាអាចារ្យមួយដំបងបណ្ដាឲ្យដាច់ក្បាលខ្ទាត 4-5 ម៉ែត្រពីខ្លួនសល់តែខ្លួនធ្វើដៃធ្វើជើងខ្វៃៗឯក្បាលបាននិយាយមកកាន់វណ្ណារាកុំឲ្យអញភ្ជាប់ក្បាលវិញបានឲ្យសោះអញនឹងសម្លាប់ឯងឲ្យបានវណ្ណារាក៏បានដើរទៅកាន់ព្រះវិហារនៅពេលចូលទៅដល់ក្នុងវិហារគេបានឃើញព្រះពុទ្ធបដិមាទាំងអស់សុទ្ធតែគ្មានប្រកេះគេក៏បាននឹកឃើញដល់ប្រកេះដែលមិត្តគេនិយាយភ្លាមនោះទោះបីជាព្រះពុទ្ធបដិមាមិនមានប្រកេះក៏ដោយវណ្ណារាបានអោនកាយវិចារចិត្តក្រាបថ្វាយបង្គំព្រះពុទ្ធបដិមាដោយក្តីគោរពខ្មោចលោកតាក៏បាននិមន្តមកដល់លោកឃើញវណ្ណារាក៏មានសង្ឃដីកាទៅកាន់គេថាមិនក៏ញោមមិនចេញផុតពីភូមិនេះទៅត្រឡប់មកធ្វើអីវណ្ណារាក៏បានក្រាបថ្វាយបង្គំលោកតាខ្មោចរួចក៏បានទូលប្រាប់លោកថាកាលណាមករកគ្នាកាលណាដែលពួកខ្មោចចាប់យកឃុំឃាំងខ្ញុំកាលណាគិតថាពួកគេច្បាស់ជានៅក្នុងវត្តនេះឯងលោកតាខ្មោចដឹងថាគ្នារបស់គេនៅទីណាតែលោកតាអេះអុញមិនហ៊ានប្រាប់ព្រោះខ្លាចខ្មោចពួកអ្នកភូមិវណ្ណារាក៏បានជជែកទូលសួរលោកតាថាលោកតាដឹងទេថាពួកគេຕົកគ្នាខ្ញុំកាលណានៅកន្លែងណាសូមលោកតាកុំលាក់បាំងអីសូមលោកតាជួយសង្គ្រោះពួកខ្ញុំកាលណាផងចុះលោកតាហាក់មិនដាច់ព្រះតីនោះឡើយលោកមិនបានមានសង្ឃដីកានោះទេតែលោកបានបែរព្រះភ័ក្ត្រក្រឡេកទៅមើលបល្ល័ង្កព្រះរួចបែរមកសម្លឹងមុខវណ្ណារាវិញជាការបង្ហាញប្រាប់វណ្ណារាយល់អំពីការបង្ហាញរបស់លោកតារួចក៏ទូលទៅកាន់លោកតាវិញខ្ញុំកណាអរព្រះគុណណាស់វណ្ណារាក៏ប្រញាប់ទៅរំដោះគ្នាដែលជាប់ឃុំនៅក្រោមបល្ល័ង្កព្រះនោះតែដល់គេឃើញមានទ្វារក្រោយបល្ល័ង្កជាប់សោគេក៏បានក្រឡេករកមើលអ្វីយកមកកោះទ្វារក៏បានឃើញដែកសម្រាប់កោះរកាំងនៅទីនោះក៏ស្ទុះទៅយកមកកោះទ្វារបល្ល័ង្កយ៉ាងប្រញាប់ប្រញាល់កំពុងតែកោះចិត្តបើកទៅហើយមេភូមិខ្មោចនិងអ្នកភូមិជាច្រើនអ្នកបានមកដល់ដឹងថាលោកតាបង្ហាញកន្លែងឃុំខ្លួនអ្នកទាំង3ទៅដល់វណ្ណារាមេភូមិខ្មោចបានខឹងសម្បារយ៉ាងខ្លាំងក៏បានបញ្ជាឲ្យគេចាប់ខ្លួនលោកតាទៅធ្វើទារុណកម្មនៅពេលដែលគេកំពុងតែចាប់គ្រាលោកតាចេញទៅមេភូមិខ្មោចបាននិយាយទូលទៅកាន់លោកតាដោយគ្មានការគោរពសោះថាអញឲ្យនៅចាំវត្តមិនព្រមបំពេញតួនាទីរបស់ខ្លួនទេបែរជាចូលដៃចូលជើងជាមួយនឹងពួកមនុស្សទៅវិញវណ្ណារាអាណិតលោកតាយ៉ាងខ្លាំងដល់ដំណាក់កាលនេះហើយគេហាក់លែងខ្វល់អំពីជីវិតខ្លួនទៀតហើយ
គេក៏និយាយទៅកាន់មេភូមិខ្មោចខ្លាំងៗដោយមិនញញើតនិងដោយការជួយចាប់ព្រោះគិតថាខ្លួននឹងត្រូវស្លាប់ថាជាខ្មោចមិនទៅចាប់ចិត្តជាថ្មីទេបែរជាខំសាងកម្មពៀទៅវិញតើចង់នៅជាខ្មោចអញ្ចឹងរហូតមែនទេវាគ្មានន័យទេនៅពេលវណ្ណារានិយាយហាក់មិនកោតក្រែងមេភូមិខ្មោចបែបនេះពួកអ្នកភូមិខ្មោចក៏នាំគ្នាសម្រុកចូលបំរុងនិងសម្លាប់វណ្ណារាតែមេភូមិខ្មោចបានហាមឃាត់ពួកគេមិនឲ្យសម្លាប់នៅពេលនេះទេស្ដាប់សម្ដីរបស់វណ្ណារាធ្វើឲ្យលោកមេភូមិខ្មោចឈរសញ្ជឹងគិតដោយជានឹករលឹកដល់រឿងអ្វីមួយក្រោយពីឃាត់ពួកអ្នកភូមិមេភូមិខ្មោចក៏បានរៀបរាប់ទៅកាន់វណ្ណារាដោយទឹកមុខសម័យទៅកាន់អតីតកាលថាឯងគិតថាយើងសុខចិត្តនៅជាខ្មោចបែបនេះគ្មានន័យខ្លឹមសារមែនទេបើឯងជាយើងទើបឯងដឹងថាវាមានន័យធំធេងប៉ុណ្ណាវណ្ណារាស្ដាប់មេភូមិខ្មោចនិយាយមកប៉ុណ្ណេះហាក់យល់អារម្មណ៍មនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់មេភូមិខ្មោចចំងក៏កើតមានឡើងគេក៏បានសួរមេភូមិខ្មោចថាតើមានន័យសម្រាប់លោកយ៉ាងម៉េចទៅមេភូមិខ្មោចហាក់ប្រែជាស្លូតមួយរំពេចព្រោះធាតុពិតមិនមានសារជាតិជាអ្នកកំណាចខូខើអ្វីឡើយហើយភាពកាចខូខើកន្លងមកគឺបង្ខំចិត្តធ្វើខុសពីសារជាតិខ្លួនឯងប៉ុណ្ណោះមេភូមិខ្មោចក៏បានដំណើររឿងរបស់ខ្លួនឲ្យវណ្ណារានិងអ្នកភូមិខ្មោចស្ដាប់ដូចតទៅក្នុងគ្រាដែលក្នុងភូមិរាតត្បាតជំងឺអសន្នរោគទប់លេងជាប់ក្នុងនាមខ្លួនជាមេភូមិខ្ញុំបានឲ្យអ្នកភូមិដែលគ្មានជំងឺចាក់ចេញពីភូមិទៅនៅកន្លែងផ្សេងដើម្បីបញ្ជៀសពីជំងឺអសន្នរោគក្នុងនោះក៏មានភរិយាជាទីស្រឡាញ់របស់ខ្ញុំនិងកូនរបស់ខ្ញុំផងដែរកាលនោះខ្ញុំមិនទាន់ឆ្លងជំងឺនោះទេតែខ្ញុំជាមេភូមិត្រូវតែទៅមើលការខុសត្រូវអ្នកភូមិដែលឆ្លងរោគខ្ញុំមិនអាចទៅចោលពួកគេបានទេខ្ញុំសុខចិត្តឲ្យប្រពន្ធនិងកូនចេញទៅទាំងអាឡ័យដោយពេលនោះប្រពន្ធរបស់ខ្ញុំបានសន្យានឹងខ្ញុំថានឹងត្រឡប់មករកខ្ញុំនៅពេលដែលភូមិអស់ជំងឺអសន្នរោគមកដល់ពេលនេះខ្ញុំរងចាំនាងអស់រយៈពេលរាប់រយឆ្នាំមកហើយមិនឃើញពួកគេមករកខ្ញុំសោះតែខ្ញុំនៅតែមានក្តីសង្ឃឹមនិងនៅតែទន្ទឹមចាំនាងនិងកូនត្រឡប់មកវិញជានិច្ចអ្នកភូមិខ្មោចបានស្ដាប់ការរៀបរាប់របស់មេភូមិខ្មោចអំពីរឿងនេះធ្វើឲ្យពួកគេរន្ធត់ចិត្តគ្រប់គ្នាខ្លះក៏ហូរទឹកភ្នែកដោយមិនដឹងខ្លួនចំណែកឯវណ្ណារាវិញក៏រន្ធត់ចិត្តដោយសាររឿងរបស់មេភូមិខ្មោចដែរគេប្រែជាមានចិត្តអាណិតដល់មេភូមិខ្មោចទៅវិញមេភូមិខ្មោចក្រោយពីរៀបរាប់រឿងរ៉ាវរបស់ខ្លួនហើយក៏បាននិយាយបញ្ចុះបញ្ចូលវណ្ណារាឲ្យព្រមស្ដាប់ធ្វើជាអ្នកភូមិរបស់ខ្លួនថាព្រមប្រគល់ជីវិតតាមសម្រួលទៅកុំព្យាយាមគិតវេទនាបូជាជីវិតឲ្យពួកយើងទៅក្រោយពីការស្លាប់ឯងនឹងបានក្លាយជាសមាជិកនៅក្នុងភូមិជាមួយនឹងពួកយើងជាមិនខានវាប្រសើរជាងពិភពខាងក្រៅរបស់ពួកឯងទៅទៀតនៅពេលនោះខ្មោចតាអាចារ្យក៏បានកាន់ក្បាលរបស់ខ្លួនដើរចូលមកដល់ហើយក៏និយាយទៅកាន់វណ្ណារាទាំងកំហឹងថាឯងបានធ្វើឲ្យអញដាច់ក្បាលអញនឹងសម្លាប់ឯងឲ្យបានរួចហើយខ្មោចតាអាចារ្យទុកក្បាលមួយកន្លែងឯខ្លួនក៏សម្រុកទៅរកវណ្ណារារីឯក្បាលស្រែកឲ្យពួកខ្មោចអ្នកភូមិជួយសម្លាប់ថាឆាប់នាំគ្នាចូលទៅសម្លាប់វាទៅខ្មោចអ្នកភូមិនៅអេះអុញមិនហ៊ានទៅតាមបញ្ជាខ្មោចតាអាចារ្យនោះទេពីព្រោះខ្មោចមេភូមិមិនទាន់អនុញ្ញាតខ្មោចកូនតាអាចារ្យពី3នាក់សុទ្ធតែប្រុសដែលនៅក្នុងចំណោមនោះខឹងនឹងវណ្ណារាណាស់នៅពេលដែលដឹងថាគេបានធ្វើឲ្យឪពុកខ្លួនដាច់ក្បាលទ្រាំមិនបានក៏នាំគ្នាចូលទៅសម្លាប់វណ្ណារាជាមួយនឹងឪពុកខ្លួនពួកគេបានបញ្ចេញក្រចកដ៏មុតស្រួចរបស់ខ្លួនចេញមកបំរុងនឹងលូកយកគ្រឿងក្នុងរបស់វណ្ណារាមិនទាន់លូកចូលទៅផងស្រាប់តែមានពន្លឺឆោពាន់រាំងសីភ្លឺចចាញ់ពេញក្នុងព្រះវិហារធ្វើឲ្យខ្មោចទាំងអស់នាំគ្នាយកដៃខ្ទប់ភ្នែកនិងស្រែកវាស់ឡើងដោយការភ័យខ្លាចគ្រប់គ្នាព្រោះតែចាញ់បារមីឆោពាន់រាំងសីនៃព្រះពុទ្ធអង្គនៅពេលនោះក៏ស្រាប់តែមានឥទ្ធិពលអ្វីម្យ៉ាងទាញស្រូបប្រលឹងខ្មោចវិញ្ញាណទាំងអស់នោះទៅក្នុងភូមិនេះឃុំឃាំងក្រោមបល្ល័ង្កព្រះគ្មានសល់ម្នាក់ឡើយវណ្ណារាដែលបិទភ្នែកដែរនោះបើកភ្នែកឡើងឃើញមិត្តទាំង3នាក់នៅចំពោះមុខកំពុងតែញញឹមដាក់ខ្លួនរួចហើយពួកគេក៏ស្ទុះទៅក្រសោបអោបគ្នាដោយក្តីរំភើបព្រោះបានរួចផុតពីសេចក្តីស្លាប់លក្ខណៈបានរៀបរាប់នឹងទឹកភ្នែកថា
ពួកយើងលេងស្លាប់ហើយចិនដានិយាយខ្ញុំគិតថាមិនរស់នោះទេច្បាស់ជាស្លាប់នៅក្នុងបារាំងនេះជាមិនខានពេលនេះដូចជាបានកើម្ដងទៀតអញ្ចឹងវណ្ណារាសួរទៅកាន់ពួកគេតើមានរដ្ឋអំណាចអ្វីទៅបានជាកម្ចាត់ពួកខ្មោចនេះបានត្រឡប់មកក្រោយវិញនៅពេលដែលវណ្ណារាកំពុងតែព្យាយាមគាស់ទ្វារគ្នាគេទាំង3ឮសូរសំឡេងក៏នាំគ្នាឆ្ងល់ដោយផៃបានឮសំឡេងថាឮសូរស្អីហ្នឹងចិនដាដូចជាមានគេកំពុងគាស់ទ្វារគឺវណ្ណារាគេមកជួយពួកយើងហើយលក្ខណៈទាំងត្រេកអរមែនហើយពួកយើងជួយគ្នាធាក់ទ្វារទៅឆាប់របើកអ្នកទាំង3ក៏នាំគ្នាធាក់ទ្វារកំពុងតែនាំគ្នាធាក់ក៏ឮសំឡេងគាស់ពីខាងក្រៅចិនដាក៏លំមាត់ថាតើមានរឿងអ្វីទៅគេលេងគាស់ហើយផៃពួកខ្មោចមកតន់ទៀតដឹងលក្ខណៈពួកយើងខំប្រឹងទម្លាយទ្វារឲ្យបើកទៅទាំងទឹកមុខទៅដោយក្តីព្រួយបារម្ភចំពោះវណ្ណារាពួកគេក៏នាំគ្នាព្យាយាមធាក់ទ្វារទម្លាយទ្វារបន្តទៀតទីបំផុតទ្វារក៏របើកពួកគេសប្បាយចិត្តយ៉ាងខ្លាំងពួកគេនាំគ្នាអើតមកខាងក្រៅឃើញពួកអ្នកភូមិខ្មោចជាច្រើនកំពុងតែចោមរោមវណ្ណារានៅក្នុងវិហារពួកគេក៏ប្រញាប់លឹបក្បាលចូលទៅវិញហើយទាញទ្វារបិទកុំឲ្យពួកខ្មោចដឹងថាពួកគេអាចបើកទ្វារបាឡាំងបាននៅពេលនោះលក្ខណៈក៏ពោលឡើងថាតើធ្វើយ៉ាងម៉េចទៅពួកខ្មោចនៅពីក្រោយនឹងច្រើនណាស់ផៃក៏និយាយពួកខ្មោចអស់នោះវាមិនខ្លាចព្រះទេឬពិតមែនហើយព្រះក៏អត់បញ្ចេញរិទ្ធអីដែរឮសម្ដីផៃនិយាយបែបនេះចិនដាក៏បានតបរបៀបផ្ចាញ់ទៅផៃថាឯងមិនឃើញទេថាព្រះសុទ្ធតែបាក់ព្រះកេសទេឬនិយាយដល់ត្រឹមនេះចិនដាក៏ស្រាប់តែនឹកឃើញបដូរពាក្យសម្ដីនិយាយតទៅវិញថាពិតមែនហើយបើយកព្រះកេសព្រះទៅផ្គុំនោះព្រះច្បាស់ជាស័ក្តិសិទ្ធិជាមិនខានពិតមែនហើយហេតុអីខ្ញុំក៏គិតមិនឃើញសោះលក្ខណៈក៏លន់មាត់ទាំងភ្ញាក់ផ្អើលសប្បាយចិត្តនៅពេលនោះលក្ខណៈមិនមកអង្គនោះឡើយក៏បានយកព្រះកេសព្រះមួយអង្គកាន់ចេញទៅខាងក្រៅលបយកទៅផ្គុំលើព្រះកាយទ្រង់វិញដោយមិនឲ្យពួកខ្មោចឃើញនាងឡើយគ្រាន់តែផ្គុំព្រះហើយភ្លាមព្រះពុទ្ធបដិមាក៏បញ្ចេញមហិទ្ធិឫទ្ធិចែងចាំងឆោពន់រាំងសីទាញស្រូបប្រលឹងវិញ្ញាណខ្មោចទាំងអស់ចូលទៅបាត់បាឡាំងគ្មានសល់អ្នកទាំង3សប្បាយរីករាយណាស់ឃើញថាខ្មោចនោះបាត់អស់ហើយបែបនេះក៏នាំគ្នាទៅរកវណ្ណារាស្របពេលដែលវណ្ណារាបើកភ្នែកក៏ឃើញមិត្តទាំង3នៅចំពោះមុខក្រោយពីរួចផុតជីវិតពួកគេម្នាក់នឹកគុណព្រះពុទ្ធបដិមានោះយ៉ាងខ្លាំងពួកគេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះបដិមាដោយក្តីគោរពនិងស្ងប់ស្ងាត់ខ្លាំងណាស់មុននឹងចេញទៅពួកគេបានយកព្រះកេសនៅក្នុងបល្ល័ង្កទាំងប៉ុន្មានមកផ្គុំជាមួយនឹងព្រះកាយវិញទាំងអស់ទើបនាំគ្នាចេញពីទីនោះទៅសាច់រឿងមួយនេះក៏បានមកដល់ទីបញ្ចប់ផងដែរសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយមួយទៀតសូមអរគុណសូមជម្រាបលា